ការខ្វល់ខ្វាយការថប់បារម្ភដែលខាងឆ្វេងខាងស្ដាំខាងមុខខាងក្រោយរបស់យើងដោយដែលយើងបានកំពុងនឹងឃើញអ្វីដែលបានកំពុងកើតឡើងលើពិភពលោកយើងទាំងមូលសង្គ្រាមប្រទេសមួយលើកគ្នាច្បាំងគ្នាទៅនឹងប្រទេសមួយទៀតជនជាតិមួយលើកគ្នាច្បាំងជាមួយនឹងជនជាតិមួយទៀតពេលខ្លះអត់មានប្រទេសអត់មានជនជាតិឯធំទេបងប្អូនសង្គ្រាមនៅក្នុងក្រុមគ្រួសារឪពុកទាស់នឹងកូនបងប្អូនតតែគ្នាការខ្វល់ខ្វាយសង្គ្រាមទឹកភ្នែកបន្លានៅក្នុងជីវិតរបស់យើងអញ្ចឹងពេលខ្លះយើងមានសំណួរសួរថាហេតុអីព្រះអង្គនៅពេលដែលកូនទទួលជឿព្រះអង្គហើយហេតុអីបានត្រូវការអាក្រក់ទាំងអស់នឹងកើតឡើងក្នុងជីវិតរបស់កូនខ្ញុំអត់មានចម្លើយសម្រាប់បងប្អូនទេប៉ុន្តែព្រះនៃយើងទ្រង់មានចម្លើយប៉ុន្តែអ្វីដែលខ្ញុំនឹងពោលនាំយកមកចែករំលែកជាមួយនឹងអស់លោកបងប្អូនសួរទៅព្រះអង្គហើយយើងរៀនជាមួយគ្នាថាតើហេតុអីបានជាព្រះអនុញ្ញាតឲ្យការអាក្រក់ឲ្យទុក្ខលំបាកឲ្យបន្លាទាំងអស់នោះមាននៅក្នុងជីវិតរបស់យើងហេតុអីមិនឲ្យស្រួលមកខ្ញុំជឿថាប្រសិនបើមានជំរឿអស់លោកអ្នកបងប្អូនហើយខ្ញុំអត់មានអ្នកគេចង់ពិបាកទេអត់មានអ្នកណាគេចង់ទឹកភ្នែកទេអ្នកណាក៏ចង់សុបាយអ្នកណាក៏ចង់រីករាយដែរហើយពេលខ្លះយើងធន់ទ្រាំចាយើងធន់ទ្រាំយើងហត់នឿយជាមួយនឹងបន្លាជាមួយនឹងបន្ទុកដែលយើងបានកំពុងតែទទួលកុំប្រឈមមកជារៀងរាល់ថ្ងៃអញ្ចឹងហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យយើងរងទុក្ខលំបាកបងប្អូនហើយយើងត្រូវដឹងថាព្រះគម្ពីរបានចែកថាអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំក្រៅពីយើងមានបាបយើងមានរស់នៅក្នុងផែនដីដែលស្ងប់ព្រមប៉ុន្តែព្រះអង្គថាមិនដើម្បីឲ្យយើងពឹងផ្អែកស្វែងរកសេចក្តីសង្គ្រោះហើយសេចក្តីសង្គ្រោះគឺមានតែមួយទេគឺនៅក្នុងអង្គព្រះនាមព្រះជាបត្រារបស់ព្រះដ៏ពូបំផុតព្រោះអីព្រះអង្គនៃយើងដែលព្រះអង្គអត់មានទោសសោះតែព្រះអង្គជាព្រះតែមួយដែលល្អឥតខ្ចោះព្រះអង្គបានរងទុក្ខសុគតដែលលើជើងឆ្កាងជាមួយយើងជំនួសអស់លោកអ្នកបងប្អូនហើយខ្ញុំព្រះអង្គមានបាបព្រះអង្គមានបាបហើយបងប្អូនព្រះអង្គសុខព្រះអង្គត្រឹមត្រូវព្រះអង្គឥតខ្ចោះហើយព្រះអង្គអត់ស័ក្តិសមទេបងប្អូននឹងទទួលការសុគតហើយរងការអាម៉ាស់នៅលើជើងឆ្កាងប្រសិនបើបងប្អូនបានសិក្សាអំពីអ្នកដែលគេឆ្កាងនៅចំនួននោះអ្នកដែលឆ្កាងគឺចោលប្លន់មិនមែនចោលលួចទេណាយ៉ាងចោលប្លន់អ្នកដែលប្រព្រឹត្តអំពើអាក្រក់អំពើខូខើអំពើជួបជាតិឬក៏ជាឃាតករដែលគេឆ្កាងនៅពេលនោះចុះព្រះយេស៊ូវព្រះអង្គធ្វើអីគេខុសគឺដោយព្រោះតែអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គព្រមសុគតព្រះអង្គព្រមទទួលយកភាពអាម៉ាស់ដើម្បីអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំជាបានខ្លាយទៅ